bà xôm on cai cổ bóng ôn truyền đường diệt từng ngọc nghĩa tiếng đâu khôngประเทศ nâng caoประเทศ ngày nay khi ông ban vừa đâm ra tuổi thằng nàyศึกษา một đợt từ đây ประเทศไทย នៅ ក្នុង ខេត្ត ស្រះកែវ ដើម្បី ធ្វើ ការ សិក្សា ពី ប្រាសាទ មួយ ដែល មាន ឈ្មោះ ថា ប្រាសាទ ស្រុក កក់ធំ ដែល នៅ ទី តាំង នៅ ភូមិ នៅ ឃុំ គោកខ្ពស់ ហើយ នឹង ស្រុក គោកខ្ពស់ នៅ ទឹកដី ប្រទេស ថៃ អញ្ចឹង សូម បងប្អូន តាម ដាន ទស្សនា ទាំង អស់ គ្នា ថា ប្រាសាទ នឹង មាន សម្រស់ បែប ណា នៅ សេសសល់ នៅ ស្អាត បែប ណា មាន ការ ខូច ខាត បែប ណា ហើយ គេ ថែ រក្សា អភិរក្ស បាន ល្អ យ៉ាង ណា សូម អញ្ជើញ បងប្អូន ទាំង អស់ គ្នា តាម ដាន ទស្សនា ដូច តទៅ Okay, ladies and gentlemen, so right now I have the study tour in Thailand, in Srah Keo province, to visit one temple that built up by the king who built one temple in our country, in Cambodia, that close to Bayon temple, we call Bapun temple in Bapun style. And actually the temple built up earlier than that king, yeah? So let ladies and gentlemen enjoy, yeah, to visit the temple all together. Yeah, okay, bye bye everyone, let's go. បាទជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំមកដល់ទឹកដីប្រទេសថៃណាបងប្អូននេះកន្លែងនេះនៅប្រទេសថៃហើយនៅប្រាសាទនេះគឺឈ្មោះថាប្រាសាទស្រុកកក់ធំហើយនៅខាងមុខប្រាសាទនេះគឺមានបរាយធំដែលអត់មានទឹកនៅច្រើនទេមានទឹកតិចទេបងប្អូនអានេះគេដាក់ដង្កល់សម្រាប់ដង្កល់ទឹកប្រើប្រាស់សម័យមុនណាតែមានខ្នងបរាយធំហើយមានដើមឈើដុះទ្រុលហើយខ្ញុំនេះខ្ញុំមកគ្នា3នាក់ណាជិះតាក់ស៊ីមួយជុំគ្នាមកហើយប្រាសាទនៅខាងនោះអញ្ចឹងប្រាសាទនេះឈ្មោះថាប្រាសាទស្រុកកក់ធំស្រុកកក់ធំដែលក៏សាងនៅក្នុងរចនាបថនៃស្ដេចដែលសាងប្រាសាទបាពួននៅទីទឹកជាអាចមុននឹងដែរអាចមានស្ដេចមុនដែរអាចជាជីវមន្ទីរ4នេះចាប់ដើមប៉ុន្តែអ្នកគេច្បាស់លើហាងវត្តសាស្ត្រយើងខ្ញុំមិនសូវច្បាស់ដែរណាអញ្ចឹងបើទីទឹកជាគឺរចនាបថបាពួនមានដែរអញ្ចឹងអាចមានមុនទៅទៀតអូខេឥឡូវយើងចូលទៅមើលទាំងអស់គ្នាបងប្អូនចូលទៅមើលប្រាសាទហើយទីធ្លាសម្អាតបានស្អាតហើយកន្លែងមកថ្ងៃនេះមកដល់កន្លែងនេះភ្លៀងមេឃភ្លៀងអញ្ចឹងអញ្ចឹងប្រាសាទនេះមានទីតាំងនៅឃុំភ្នំខ្ពស់ស្រុកភ្នំខ្ពស់ខេត្តស្រះកែវប្រទេសថៃណាបាទហើយយើងមើលនេះកន្លែងកណ្ដាលចូលណាកន្លែងផ្លូវចូលមានបកគោលតាមជាអញ្ចឹងវាដូចជាក្នុងរាជស្ដេចដែលកសាងប្រទេសស្រីក៏មានរៀងបកគោលជាងដែរដូចគ្នានេះរៀងគ្នានេះនៅចូលក៏ធំនេះជាផែនទីរួមបងប្អូនណាផែនទីមានលេខ1មានបារាយទឹកនៅខាងមុខហ្នឹងនេះលេខ1ទៅមកលេខ2នេះផ្លូវចូលផ្លូវដើរចូលផ្លូវដឹកចូលនេះបងប្អូនមើលលេខ2នៅទីនេះទៅលេខ3គឺបននារីវ៉លកំពែងមានកំពែងកែវគេឬគឺភាសាថៃថាកំផែងកែវបននារីវ៉លហើយយើងមើលលេខ3ទៅណាលេខ3នោះលេខ3នៅខាងលើនេះលេខ3ទៅមកលេខ4គឺស្រះទឹកផនส์លេខ4នេះនៅស្រះទឹកនៅជុំវិញនេះនេះលេខ4ទៅមកលេខ5គឺរបៀងការីណារបៀងខុតណាការីហើយសាខ្មែរយើងថាវិចិត្រសាលទៅមកដល់លេខ5លេខ5នេះលេខ5វិចិត្រសាលទៅមកលេខ6នេះគឺជាសៅណាងរៀងខ្មែរហៅថាសសរដងគោមប្រាសាទប្រធានគឺមានថាមានសងខាង7គឺមានបណ្ណាល័យ library បណ្ណាល័យថៃថាបណ្ណាល័យអង់គ្លេសហៅ library ហើយភាសាយើងគឺបណ្ណាល័យចឹងមានលេខចុងក្រោយគឺលេខ7បណ្ណាល័យមាន2អមសងខាងហើយ
ប្រាំងវិធានឬក៏កពូលកដាលមានលេខ6មាន1អូខេឥឡូវយើងទៅទាំងអស់គ្នាទៅតាមដានភាសានេះទៀតណាមេឃភ្លៀងដៃកាន់ទូរស័ព្ទម្ខាងកាន់ឆាត់ម្ខាងអូខេបាទเราសូមមើលត្រឡប់ទៅក្រោយបន្តិចវិញណាបងប្អូនបាទយើងមើលនេះយើងឃើញមានកន្លែងបកគោលដូចនៅប្រទេសស្រីដូចនៅទៅកែវដែរនេះឃើញនេះគ្រូហេមធឿនហើយនឹងលោកគ្រូម្នាក់ទៀតគាត់ជាមគ្គុទ្ទេសក៍សាស្ត្រជប៉ុនគាត់ជាមគ្គុទ្ទេសក៍ថ្នាក់ជាតិគាត់ឈ្មោះថាគ្រូវណ្ណៈចាបកគោលនេះជាបកគោលមិនបកគោលតំណាងលឹងអីទេប៉ុន្តែនេះគេសម័យមុនវាអាចជាកន្លែងដែលគេដាក់តម្កល់នៅភ្លើងនៅលើនេះណាសម្រាប់ឲ្យភ្លើងមានខ្លាញ់ត្រីមានជើផ្សេងៗដាក់ចាននៅលើđóវាដើម្បីតុបតែងមកភ្លឺជាផ្លូវសម្រាប់អតិថិជនចូលទៅសន្ធិដ្ឋនៅក្នុងប្រាសាទហ្នឹងអញ្ចឹងខាងលើឬក៏ក្នុងប្រាសាទនោះក៏មានការតុបតែងដែរនេះគេតាមការមានប្រសាសន៍របស់គ្រូនេះស្អាតបងប្អូននៅស្អាតបកគោលនេះនៅស្អាតល្អទាំងនេះបានទូទីរសារហេតុអញ្ញទាមគាត់ជាអ្នកបង្រៀនណាចេះបាទដឹងប្រតិវិធីបាទស្អាតច្រើនបាទប្រិបត្តិទីរាប់អានបាទឥឡូវដល់សភាពសុបស្ងាត់ថតទៅស្រួលនេះភ្លៀងអត់សូវមានភៀវមកនេះប៉ុន្តែស្អាតណាស់បងប្អូននៅស្អាតគេរៀបចំបានស្អាតនៅកន្លែងគេនេះមានស្រះទឹកនៅនេះប៉ុន្តែអត់មានទឹកទេបារាយនៅខាងមុខក៏អត់មានដែរមានដើមឈើនៅជុំវិញប៉ុន្តែដើមឈើលក្ខណៈដើមឈើប្រភេទព្រៃភ្នំដូចនៅតំបន់ព្រះវិហារព្រៃដែរណាតំបន់កោះកេរដែរដើមឈើមើលទៅមានលក្ខណៈថាវាយើងថាស្រងាស់ស្រងោចក៏បានដែរព្រោះនេះក្តៅខ្លាំងទៅមានរលឹកឈើធ្លាក់រាយប៉ាយไปនេះណាប៉ុន្តែឥឡូវមានភ្លៀងធ្លាក់អីអាចមានទេសភាពល្អជាងនេះណាតិចទៀតហើយយើងទៅយើងតទៅទៀតស្អាតបងប្អូនស្អាតចូលទៅក្នុងនេះបងប្អូននេះជាផ្លូវដើរចូលខុសស្វេហើយមួយទៀតគឺបនរីផូសបកគោលាក់សីមាហ្នឹងបកគោជាហ្នឹងនេះការជួសជុលស្អាតបងប្អូនមេឃភ្លៀងដៃកាន់ឆាត់មកខាងដៃកាន់ទូរស័ព្ទមកខាងស្អាតស្អាតសានេះឈ្មោះថាប្រាសាទស្ដុកកក់ធំបងប្អូនស្ដុកកក់ធំហើយមានស្លាចរឹកច្រើនដែលបរិយាយអំពីនៅនេះណាស្ដេចសិលាចារឹកដែលយើងទទួលបានព័ត៌មានច្រើនណាទាក់ទងនឹងស្ដេចជំនាន់មួយគឺនៅនេះណាមានស្លាចរឹកមួយនេះដែរណាស្លាចរឹកនៃប្រាសាទស្ដុកកក់ធំណាបងប្អូនប្រាសាទនេះគឺនៅទឹកដីថៃណាបងប្អូនមាននៅខ្មែរយើងណាហើយនៅឆ្ងាយគឺនៅខេត្តស្រះកែវណាចូលក្នុងនេះបងប្អូនកុំភ្លេចបងប្អូនមើលវីដេអូនេះឲ្យជួយ share ផងណាដើម្បីបងប្អូនយើងនៅខ្មែរបានឃើញទាំងអស់គ្នាណាបងប្អូនដែលជាអ្នកប្រកបអាជីពជាមគ្គុទ្ទេសក៍បងប្អូនដែលមានការស្រឡាញ់ទ្រព្យសម្បត្តិបេតិកភណ្ឌទ្រព្យសម្បត្តិជាតិរបស់ដូនតាយើងពីសម័យមុនជួយថែរក្សាជួយ share ឲ្យដឹងផងបងប្អូនមានតែសិនទឹកដែរបងប្អូនមានស្រះទឹកនៅជុំវិញប្រាសាទ
នៅរបងខាងក្រៅណាបងខាងក្រៅពិតជុំវិញប្រាសាទគឺថា enclosure លើរបងខាងក្រៅសំខាន់ខាងក្រៅហើយចូលខាងក្នុងក៏យើងមានណែពេលនេះដែរមុនទៅដល់យើងមានខ្លងទ្វារចូលជា gallery ណាលេខនៅក្នុងលេខប៉ុន្មានលេខ5ទេជា gallery មាននៅហ្នឹងនេះចាប់ពីនោះមកហើយមានទ្វារចូលហើយក្នុងទ្វារចូលមាន3ដែរកន្លែងនេះមានដូចជាបើសិនជាយើងសិក្សាអំពីវណ្ណៈដែលគេប្រើប្រាស់គឺវាមានសម្រាប់អ្នកធំអ្នកតូចចូលណាស្ដាច់នៅខាងកណ្ដាលទៅហើយមន្ត្រីអូនៅមានសេវលឹងនៅបងប្អូនសេវលឹងនៅកណ្ដាលប្រាំកណ្ដាលអូមានព្រៀបនៅនេះដេកនៅនេះនេះចេញកំពូលលើអូមានឃ្មុំនៅនេះបងប្អូនឃ្មុំទីតុបតែងបានស្អាតបងប្អូនចូលបងប្អូនដែលធ្លាប់បានអានព័ត៌មានអំពីសាលាចរិកស្រុកកោះធំគឺសាលាចរិកដែលប្រឃើញពីប្រាសាទនេះគឺណាមានព័ត៌មានច្រើនទាក់ទងនឹងស្ដេចណារបស់ដូនតាយើងពីសម័យអង្គរតាមគ្រប់ចំនួនណាបងប្អូនអូខេនេះទូពណ៌ប្រាសាទសំខាន់ណាកំពូលប្រាសាទសំខាន់គេមានដាក់ភ្លើងបងប្អូនភ្លើងតាមជ្រុងយកហើយនេះគឺបណ្ណាល័យពីទូប្រាសាទកណ្ដាលទូប្រាសាទសំខាន់កណ្ដាលនេះបណ្ណាល័យអូខេខ្ញុំយកឆាត់ទីសិនថ្មគឺខុសគ្នាពីថ្មនៅតំបន់អង្គរណាមានលក្ខណៈគ្រើមបន្តិចស្តៀងថ្មនឹងប្រាសាទនៅតំបន់កំពង់ចាមខ្លះហើយស្តៀងនឹងថ្មនៅតំបន់ព្រះវិហារថ្មដែលប្រើប្រាស់នៅនេះណាហើយមើលក្បាច់នៅស្អាតដែរហើយនេះជាកន្លែងជុំវិញនេះគឺគេហៅថា gallery វិចិត្រសាលណាវិចិត្រសាល gallery ទូពណ៌ឆ្លាក់ក្បាច់បន្ថែមមានក្បាច់ជាឆ្លាក់ថែមបងប្អូនថែមនៅខាងលើស្អាតមើលទៅស្អាតហើយនេះមានបង្គោលដាក់សេមាបង្គោលជុំវិញមានបង្គោលសេមាទេបើបង្គោលហ្នឹងគឺសម្រាប់ប្រើភ្លើងបងប្អូនតាមការបញ្យល់របស់លោកគ្រូចឹងខាងក្នុងនេះជាកំពែងពិតជុំវិញហើយវាមានលក្ខណៈថាជាវិចិត្រសាលជា gallery ហើយពីមុនអាចជាដំបូលមានដំបូលភ្ជាប់នៅជុំវិញហ្នឹងបងប្អូនណាគឺមើលទៅដូចរៀងប្រហែលជារៀង4ជ្រុងណារៀង4ជ្រុងមានទ្វារបញ្ឆោតបងប្អូនមានទ្វារបញ្ឆោតខាងនេះខាងក្រោយមានក្បាច់នាគនៅស្អាតនៅតាមផ្តែរមានណានៅតាមផ្តែរតាមហោជាងនៅផ្តែរទៅមានចម្លាក់ទេនេះនៅហោជាងមានក្បាច់ដែរនេះបណ្ណាល័យខាងឆ្វេងដៃវាយើងចូលបែរមុខទៅខាងក្រៅអញ្ចឹងខ្ញុំមិនប្រកាសទិសខាងណាទេខាងនេះបងប្អូន
บอลไล่ไปที่นี่บอลไล่ข้างสนามได้để những bài một từ cáo cứ nơiข้างสนามได้โอเคแล้วยังล่างตะเลือโอ้โหล่างตะเลือตะมือกรุบสิวลึงจังสมืออะไรนี่เลยกินอ่ะปรับทำนี่คือเชียเมนทาวเวอร์เชียปราสาทกระดาษสำคัญนะเมนทาวเวอร์ไทยทาปราสาทประธานนะเมนทาวเวอร์ปราสาทประเทียนปราสาทสำคัญนะโอเคนี่ล่างตะมือต้องเอาขึ้นโอ้โหđấy đôi chị sư vào lưng đôi chị lạ đã cái rồi thế không xong cái rộp đồn ta chả từng chả đầy ngày này con chào vào đâu này xong chụp po xong đầy sọc chúng ra nè cả từ nào từ lập từ vinh hay nằm đâu thế này xong po chơi xong còn cái bạc cằn đừng biết đã lành cà phê sạch bị chiều vào ở chỗ thế nè mình xỉu lưng cái xong mưa bị khang khô thì khô đó đi chỗ quanh bị sát này nè cũng chúng ta bằng hai mình cho mọi mưa từng ngọc nhiều con okภาษานี้ชื่อท้าภาษาดอกเกาะทมได้บองโอนคลาบ้านศึกษาเรียนโซดอัมพีเสลายจรักดอกเกาะทมได้นิยมปีสดัดนะได้ก่อสร้างภาษาจิตราเนื้อตามสมัยโกปีจุนันมุยที่จุนันมุยจังยังมาดอยอะไรนี้นะจังนี่เชียรูปเพียบเชียวิดีโอได้แบบเพียงหมอกประดัดได้ใบเจใจเราบองโอนบ้านตุสนาไอ้บัสันจีบองโอนมีน้องคอนโทรการทัวร์ดำนาหรือว่ายังขยมบองโอนอาจจะโตหมอกเพียบจำบ้านเรื่องขยมหนึ่งเมียนการเรียบจำเชียตู้เชียดำนากำสารเรียงรวมมาใครมาดองหรือก่อบองโอนอาจคอนโทรนะการทัวร์ดำนาการตราเชื่อบ่บุยังขยมตามเยอะการช่วยอุปถัมภ์จิตถะการจิตไหลสังเลยเช่นจังนะตาม EBA ตาม ABA ขยมดังดะอาศัยทาน EBA บอกขยมเอาไว้บุโอเคจังสมเรียบเรียบางคนนะตั้งออกนี้สมเรียบเรียสมออกคนชราญจุดพวกการตุสนานะวิดีโอวิดีโอนี่นะบางคนโอเคบายบายสมจุนโปบางคนประกอบแต่ได้สอบสำราญนะเราประกอบตัวตูเตียนเมียนบานนะอายุเวงบางคนบายบาย